អឺសួស្តីគ្នាយើងឥឡូវយើងចូលចំណុចទី3បន្តទៀតនិយាយអំពីលក្ខណៈនៃអនុគមត្រីកោណមាត្រអញ្ចឹងចំណុចទី1និយាយអំពីទំនាក់ទំនងសំខាន់ហើយនេះយើងធ្លាប់បានដឹងហើយរង្វង់នេះគឺជារង្វង់ត្រីកោណមាត្រមានកម្មស្មើមួយឯកតាហើយចំណុច P នេះគឺមានកោណ x y គឺជាចំណុចនៅលើរង្វង់បាទសំណុំចំណុចនៅលើរង្វង់ហើយ m ជាចំណោកែងនៃចំណុច P លើ a អាប់ស៊ីសចំណែក n ជាចំណោកែងនៃចំណុច P លើ a អូរណេអញ្ចឹងចំណុចដែលនៅលើ a អូរណេគឺ x ស្មើ0នេះអញ្ចឹងកូអូរណេវាគឺ0ហើយនឹង y ចំណែក m ជាចំណុចនៅលើ a អាប់ស៊ីសអញ្ចឹងចំណុចលើ a អាប់ស៊ីសមានន័យថាអូរណេ0គឺ y 0ហើយចំណុច m មានអាប់ស៊ីស x ខ្ញុំ copy រង្វង់មកបកស្រាយទំនាក់ទំនងសំខាន់នៅខាងក្រោមនេះបាទនេះខ្ញុំ copy ពីលើមកមិញទេរូបដដែលយើងមិនបាច់សេ2ដងទេសេតែម្ដងទៅបានហើយនៅលើរង្វង់ត្រីកោណមាត្រហ្នឹងគឺគេមានចំណុច P បាទជាចំណុចនៅលើរង្វង់ចំណុច P មានកោណ x y ហ្នឹងហើយយើងតាំងតែតានេះជាមុំដែលផ្គុំដោយវេទ័រ OA ជាមួយវេទ័រ OP អញ្ចឹងយើងបានsin តែតាsin នេះនៃមុំតែតាគឺស្មើនឹង ON ស្មើ ON មានន័យថាស្មើ y ហើយនឹង cos នេះនៃមុំតែតាស្មើនឹង OM បាទ cos នៃមុំតែតាស្មើនឹង OM មកស្មើ OM គឺស្មើ x បាទមានអាប់ស៊ីស x នេះអញ្ចឹងដោយត្រីកោណ OMP ត្រីកោណ OMP នេះត្រីកោណ OMP នេះគឺជាត្រីកោណកែងត្រង់ m កែងត្រង់កំពូល m ចំណុច m អញ្ចឹងតាមទិសបត់ពីតាហ្គើគឺ hypo ការ៉េមានន័យថា OP ការ៉េនេះស្មើនឹងផលបូកការ៉េនៃជ្រុងជាប់របស់មុំកែងស្មើនឹង MP ការ៉េបូកនឹង OM ការ៉េបាទអាហ្នឹងតាមទិសបត់ពីតាហ្គើហើយនៅក្នុងនេះគឺ OP របស់យើងគឺជាកម្មរង្វង់ត្រីកោណមាត្រហើយចំណែកMP និង ON ស្មើគ្នាអញ្ចឹងកន្លែង MP នេះគូចំនួនដោយ ON យើងមើលរូបទៅហើយ OM ខ្ញុំទុកប៉ុន្តែ ON របស់យើងគឺស្មើនឹង sin តែតានេះពីលើមក ON យើងស្មើ sin តែតាចំនួនចូលមកហើយ OM ស្មើ cos តែតា OM ស្មើ cos តែតាអញ្ចឹងចំនួនកន្លែង OM នៃ cos តែតាទៅវាបាន sin ការ៉េតែតាបូក cos ការ៉េតែតាហើយ1ការ៉េ1ដែរទេអញ្ចឹងហើយបានជាយើងទាញបានជាលក្ខណៈបាទទំនាក់ទំនងគឺ sin ការ៉េតែតាបូកនឹង cos ការ៉េតែតាស្មើ1ឲ្យតែមុំវាដូចគ្នា sin និង cos នឹងលើកជាការ៉េបូកចូលគ្នាដឹងតែស្មើ1ហើយបើយើងចង់បានទំនាក់ទំនងជាមួយតង់សង់គឺយើងចែកបាទយើងមាន sin ការ៉េតែតាបូក cos ការ៉េតែតាស្មើ1ហ្នឹងយើងចែកអងសងខាងនឹង cos ការ៉េព្រោះឲ្យតង់ម៉ាស៊ីនលើ cos ចែកអងខាងឆ្វេងនឹង cos ការ៉េអងខាងស្ដាំក៏យើងចែកនឹង cos ការ៉េដែរហើយភាគបែងត្រូវខុសពី0ចង់ឲ្យ cos ខុសពី0តើតែមុំតែតានេះខុសពីមុំទាំងឡាយណាដែលនៅចុងធ្នូ2នេះនៅចុងធ្នូ2ហ្នឹងអញ្ចឹងគឺផាយលើ2បូកការផាយ
ដែលការជាបោះសិតហ្នឹងពេលដែលបងអូនចំនួនការចូលទៅវានៅចុងធ្នូ2ហ្នឹងហើយចឹងចុងធ្នូ2ហ្នឹងគឺជាកន្លែងដែលកុស0ចឹងចង់ឲ្យកុសខុសពី0តើតែតាខុសពីផាយលើ2បូកការផាយហើយយើងបដាច់ភាគបែងមួយមកវាបានស៊ីនការ៉េលើកុសការ៉េបូកនឹងកុសការ៉េលើកុសការ៉េអានេះទុកដដែលទៅបាទអញ្ចឹងនេះយើងទទួលបានប៉ុណ្នេះស៊ីនការ៉េលើកុសការ៉េអានេះកុសសម្រួលកុសសល់1ហើយអានេះយើងទុកដដែលអញ្ចឹងស៊ីនការ៉េលើកុសការ៉េហ្នឹងយើងអាចដាក់ការ៉េរួមទៅវាស្មើតង់សងអញ្ចឹងកន្លែងនេះយើងអាចកាត់បន្តិចថាស្មើតង់ការ៉េនៃមុំតែតាអញ្ចឹងថ្ងៃមុខទៅតង់ការ៉េតែតាបូក1ស្មើ1លើកុសការ៉េតែតាឬយើងអាចទៅសេ1មុនក៏បានដែរស្មើ1បូកតង់ការ៉េតែតាស្មើ1លើកុសការ៉េតែតាហើយបើសិនយើងចង់បានទំនាក់ទំនងជាមួយគោតង់សងអញ្ចឹងយើងចែកបាទយើងចែកអងសងខាងនឹងស៊ីនការ៉េអញ្ចឹងចេញពីនឹងដែរបាទគេមានស៊ីនការ៉េតែតាបូកកុសការ៉េតែតាស្មើ1ហ្នឹងយើងចែកវានឹងស៊ីនការ៉េអងសងខាងទៅចែកស៊ីនការ៉េតែតាអងសងខាងហើយស៊ីនហ្នឹងខុសពី0អញ្ចឹងចង់ឲ្យស៊ីនខុសពី0តើតែតាខុសពីការផាយហ្នឹងចេះករណីការស្មើ0វានៅចំចុងធ្នូនេះតម្លាក់មកស៊ីន0បើការស្មើ1មកចំមុំផាយតម្លាក់មកចំស៊ីន0ដែរហើយករណីការស្មើ2វា2ផាយមុំចំនេះចុងធ្នូនេះតម្លាក់មកស៊ីន0ដែរអញ្ចឹងបើសិនជាយើងចង់ឲ្យស៊ីនយើងខុសពី0ចង់ឲ្យស៊ីននឹងខុសពី0តើតែតាខុសពីការផាយបាទឥឡូវយើងផ្ដាច់ភាគបែងមួយមកបានស៊ីនការ៉េលើស៊ីនការ៉េហើយនេះបានកុសការ៉េលើស៊ីនការ៉េអញ្ចឹងស៊ីនការ៉េតែតាលើកុសលើស៊ីនការ៉េតែតាសម្រួលចោលសល់1ហើយកុសការ៉េលើស៊ីនការ៉េស្មើគោតង់សងការ៉េចំណែកខាងស្ដាំយើងទុកដដែលអញ្ចឹងថ្ងៃក្រោយយើងបានទំនាក់ទំនង1បូកគោតង់ការ៉េតែតាស្មើនឹង1នៅលើស៊ីនការ៉េតែតានេះជាទំនាក់ទំនងសំខាន់បាទនេះយើងបាន1បូកគោតង់ការ៉េតែតាស្មើ1នៅលើស៊ីនការ៉េតែតាហើយលំហាត់ទាំងអស់នេះគឺសុទ្ធតែប្រើទំនាក់ទំនងហ្នឹងហើយបាទ